ជំរាបសួរបងប្អូនទាំងអស់គ្នាបាទលោកគ្រូយើងរៀនដល់មេរៀនច្រើនហើយយើងនៅសមសប្តាហ៍ទៀតបាទអញ្ចឹងថ្ងៃដែលយើងនឹងបញ្ចប់អាចថ្ងៃ30ចុះបាទថ្ងៃសុក្រក្រោយបាទសុក្រក្រោយមួយទៀតគឺយើងបញ្ចប់ថ្នាក់របស់យើងហើយអញ្ចឹងបងប្អូនដែលអត់បានមករៀនគឺមេរៀនចុងក្រោយនេះល្អបងប្អូនមករៀនវិញមកបាទហើយពីព្រោះយើងនឹងធ្វើ project final របស់យើងហើយដូចទូរស័ព្ទនេះអញ្ចឹងគឺយើងរៀនធ្វើរបៀប 3D ណាបាទអូខេហើយបងប្អូនអាចមករៀនវិញមកហើយយើងត្រូវតែបន្តទៅទៀតពីព្រោះយើងខំប្រឹងយូរហើយអញ្ចឹងមេរៀននេះគឺលោកគ្រូធ្វើតាម element 3D ទេបាទគឺយើងត្រូវមានទូរស័ព្ទណាអូខេឥឡូវលោកគ្រូនឹងចុចឲ្យបងប្អូនមើលម្ដងទៀតនៅក្នុងវីដេអូនេះហើយបងប្អូនដែលធ្វើអត់បានទេអាចមកជួបលោកគ្រូបរៀនម្ដងទៀតហើយបងប្អូនដែលរៀនហើយអាចជួយបរៀនគ្នាក៏បានដែរណាអូខេអញ្ចឹងដើម្បីយើងមានទូរស័ព្ទបែបនេះគឺយើងត្រូវចូលទៅបង្កើត com មួយមកហើយយើងដាក់នេះ layer new solid ណា layer new solid យើងដាក់ឈ្មោះ iPhone អញ្ចឹងមកបាទ iPhone 3D អញ្ចឹងមកហើយបន្ទាប់មកអូខេបន្ទាប់មកយើងវាយឡើងនេះវាយ element បាទ element ណាចឹងយើងវាយ effect ហ្នឹងគឺយើងបញ្ចូលបន្ថែមយើង set up បើយើងអត់មាននៅក្នុងកុំព្យូទ័រយើងទេសូមមកជួបលោកគ្រូ set up បញ្ចូលឲ្យបាទអញ្ចឹងយើងវាយឡើង effect preset មកយើងទាញវាដាក់ចូលបាទយើងទាញវាដាក់ចូលហើយយើងចុចនៅលើ scene setup នេះយើងយកមេរៀន import នេះយកមេរៀន iPhone មេរៀនទី24របស់លោកគ្រូហើយ folder iPhone 13ហើយរូបនេះ iPhone របស់យើងដាក់ចូលមក import វាអូខេរហូតមកហើយកន្លែងនេះយើងដោះវាចោលហើយយើង tick soap AO នេះមួយយើង scroll វាបន្តិចដើម្បីឃើញហើយកន្លែងនេះយើងចាប់ផ្ដើម design វាដោយសារចុចកន្លែងនេះមកនេះរូបនេះ mask នេះហើយយើងពលាវា flash នេះយើងវាយ orientation វា180ដើម្បីវាត្រឡប់អានេះយើងវាយ180ដែរបាទដើម្បីវាត្រឡប់ឃើញរូបភាពហ្នឹងហើយបន្ទាប់មកយើងចូលឲ្យ spread នេះយើងដាក់ glass ចូលដាក់glass នេះblack glass ចូលដើម្បីវាមាន lens ណាហើយអាពណ៌ flash នេះយើងដាក់លើ flash យើងមិនដែរមកហ្នឹងពណ៌សហើយដាក់លើ DR នេះដែរយើងដាក់វាដែរមកហើយ logo នេះ logo Apple នេះអូខេចុចលើវាមកយើងដាក់ពណ៌សដែរចូលទៅហើយយើងបវល់វាបន្តិចទាញវាចេញមកសិតនេះទាញវាចេញបន្តិចមកហើយបន្ទាប់មកយើងចង់ដូរសបកទូរស័ព្ទឬក៏ដូរ screen វាយើងចុចទៅអាមូលនេះវិញយើងចុចពាក្យ line blue នេះហើយលោកគ្រូដាក់សបកពណ៌ silver ចោះហើយពណ៌បាទហើយអាស៊ុំវានេះយើងអាចដាក់ពណ៌សអីចឹងទៅនេះ matte blue matte នេះវាអាចបាទពណ៌ប្រាក់អីចឹងទៅពណ៌ Q អីចឹងទៅណាដាក់តាមនឹងមកនេះអូខេអញ្ចឹងយើងទាញដាក់ពណ៌តាមនឹងទៅបាទនេះបាទទាញដាក់ពណ៌គេរួចហើយយើងចុចអូខេមកយើងដូរ screen វានៅ volume មួយទៀតនេះអញ្ចឹងយើងសេរី volume វាឲ្យត្រង់សិនបើវាអញ្ចឹង volume ចុចកន្លែងនេះហើយយកពាក្យ volume នេះយើងទាញវាចូលបវល់វាទៅក្នុងនេះហើយទាញវាចេញក្រៅចង់ដាក់ពណ៌សដាក់វាទៅវាសនេះអូខេឥឡូវយើងបានហើយយើង screen វាចុចកន្លែងនេះយើងដូរ screen វានេះចុចលើអានេះចុចហើយយើងទៅ download រូបភាព screen យើងមួយមកចុច line load នេះចារូបនេះយើងគ្រូ download មកពីអ៊ីនធឺណិតទេបាទនេះ screen ហ្នឹងបាទនេះគ្រូ download ពីអ៊ីនធឺណិតទេហើយបន្ទាប់មកយើងដាក់កន្លែង bright នេះយើងដាក់វា60ឲ្យវាភ្លឺហើយបន្ទាប់កន្លែងនេះយើងស្អាតសេរីវាឲ្យវាខ្លីបន្តិចហើយទាញវាឡើងទៅលើគេស្អែកជួបគ្នាទៀតណាបាទខំរៀនហ្នឹងហើយគេយើងទាញវាកន្លែងនេះដើម្បីសេរីវាសមល្មមនេះបន្ថយវាបន្តិចទៅឲ្យឃើញប៉ុណ្ណេះទៅស្អាតហើយអូខេរួចហើយយើងចុចអូខេមកយើងធ្វើចលនាវានៅក្រៅនេះអញ្ចឹងយើងចុចចលនាវាចូលទៅ group 1នេះពលាវាហើយពលា group Unity create group នេះចុចពាក្យ create មួយនេះកន្លែងធ្វើចលនាវាមកហើយចុចកន្លែង home នេះពលាវាយើង scale វា
scale នេះទូធំនេះ scale 40ហើយតបមកយើងឲ្យយើងធីកវាអានេះយើងដាក់វា205អីចឹងមកដើម្បីវាបែរមុខមកយើងវិញនេះអូខេរួចហើយយើងធីកវាមួយមក2វិនាទីនេះយើងធីកfile rotation ហើយ position ណាបាទចាក់ keyframe វាដល់ពេលនៅ0យើងទាញវាមកក្រោមនេះទាញ position វាមកក្រោមឲ្យអស់មកបាទនេះទាញឲ្យផុតមកទាញលេខហ្នឹងឲ្យផុតហើយយើងវាយកន្លែងលេខ0វិញហើយដាក់ easy វាមកតែប៉ុណ្្នឹងហើយអូខេឥឡូវលោកគ្រូចាប់ trim pad វាហោះចូលនេះវាហោះចូលវិលជុំចូលហើយតមកទៀតយើង design highlight លើ app របស់យើងយករង្វង់មូលនេះមកគូបាទហើយយើងដាក់ fill យើងណាំអូខេមកហើយ stroke នេះយកពណ៌អីពណ៌ក្រហមពណ៌សបាទពណ៌លឿងអីចឹងទៅនេះអញ្ចឹងលោកគ្រូយកពណ៌លឿងអីចឹងទៅនេះយើងគូលើ app ដែលយើងចង់ឲ្យគេចុចព្រានគេចង់ app មួយនេះចង់គូវាមកហើយយើងសេរីវាចំកដាលស្អាតមកនេះហើយយើងដាក់ trim pad ណាអានេះធំពេកយើងអាចតម្លាក់តាមចិត្តយើងអាចដាក់5អីចឹងទៅវាល្មមអីចឹងណាបាទនេះហើយយើងចុច add trim pad វានេះអញ្ចឹងពេលអាហ្នឹងវាហោះមកដល់ត្រឹមហ្នឹងនេះវាហោះមកយើងកាត់វាចុចadd trim pad ក៏បានកាត់វាក៏បាន add trim pad ដល់បាយកាត់ឲ្យមកយូរ add trim pad ចុច tick វាឡើង add នេះដាក់វា0ណាត្រឹមហ្នឹង0ហើយយើងរាប់ frame មកយើងទៅ20 frame ទៀតមកនេះបាទយើងដាក់វា100វិញអញ្ចឹងវា highlight អីណា ECE វាដែរអូខេយើង play វាមកនេះអានេះហោះចេញមករង្វង់មូលហ្នឹងវិលជុំវិញអាហ្នឹងហើយយើងគូព្រួយមួយទៀតបាញ់ចេញមកចុចវាកន្លែងខ្មៅនេះសិនយក pen tool នេះគូលើវានេះគូឲ្យចំខ្សែហ្នឹងមកហើយបញ្ឆិតវាឡើងមកលើបន្តិចមកហ្នឹងហើយយើង add trim pad ដែរយ៉ាង3ប្រាប់គេថាកន្លែងនេះយើងពលាវាមកយើង add trim pad ដែរអូខេហើយយើងដាក់វា0មកធីកវាមួយហើយតបមកយើងទៅ20 frame ឬ10 frame ទៀតមកដាក់វា100វិញអូខេរួចហើយយើងវាយអក្សរចូលមកបាទអូខេយើង play វាមកសំនៅបាទនេះអូខេបាទសូមចុចត្រង់នេះបាទអញ្ចឹងយើងធ្លាប់ឃើញ app តាមធនាគារ app ក្រុមហ៊ុនផ្សេងគេ design បែបហ្នឹងដើម្បីបរៀនឲ្យគេយើងសេអក្សរឲ្យគេចុចតាមបាទសូមចុចត្រង់នេះយើងអាចដាក់ពណ៌ក្រហមអីចឹងទៅដើម្បីឲ្យមើលទៅវារៀងតាក់ភ្នែកគេនេះគេរួចហើយយើងដាក់ animation ចូលនេះអញ្ចឹង animation យើងទាញវាមកក្រោយត្រឹមហ្នឹងដែរពេលខ្សែហ្នឹងចេញហើយយើងចុចឡើងនេះ preset នេះហើយបើសិនជាបងប្អូនអត់មាន animation ហ្នឹងទេបងប្អូនមកជួបលោកគ្រូបញ្ចូលឲ្យថែមទៀតណាបាទនេះគ្រូយក in នេះលេខ4នេះបាទចុចនៅលើហ្នឹងមកបាទអូខេអញ្ចឹងគឺស្អាតហើយបាទអញ្ចឹងយើងអាចធ្វើមួយជុំទៀតក៏បានដែរបាទយើងកាត់តវាទៅបាទអូខេឥឡូវលោកគ្រូកាត់អាហ្នឹងយើងកាត់ត្រឹមនេះចោះកាត់អក្សរហ្នឹងហើយរូបហ្នឹងចេញបាទយើងកាត់វាចោលយើងចុច option ឬចុច alt ក្នុង Windows ចុច alt គ្នាបិទឬចុចក្នុង Mac ចុច option គ្នាបិទនេះហើយយើងបន្តចុច keyframe តទៀតចុចអក្សរនេះចុច keyframe ងាប់មកបាទហើយយើងទៅប្រហែលជា2វិនាទីទៀតមកយើងបវល់វាឲ្យយើង position វារត់មកស្ដាំបាទហើយយើងបវល់វាបាទរត់មកស្ដាំមកអូខេរួចហើយយើងបវល់វា2ជុំអីចឹងទៅនេះយើងចង់កន្លែងនេះយើងអាចបវល់វា2ជុំទៀតអីចឹងណា highlight ហើយយើងចង់ផ្អៀងយើងប្រើ orientation នេះឲ្យផ្អៀងចុះឡើងណាផ្អៀង trade អីចឹងទៅនេះ trade អញ្ចឹងទៅបាទឧទាហរណ៍បាទអញ្ចឹងកន្លែង orientation នេះយើងធីកវាមួយកន្លែងនេះយើងដាក់វា0សិនបាទកន្លែង keyframe ងាប់បានដល់នោះបានវារត់រៀងផ្អៀងតិចនេះបាទយើងផ្អៀងវាបាទ trade វាបាទអូខេអានេះយើងធ្វើបែបអញ្ចឹងបាទនេះ highlight ចេញអក្សរហើយតមកវាតទៅមុខទៀតវារត់ចេញមកនេះបវល់ខ្លួនមកនេះយើងគូវាទៀតមកបាទ
cù một xé nhưng ai cù chung của bạn này nè nhưng mà trong mua biết hay giờ này nhưng ai đô chỉ video nhưng các bạn chia rút dương các bạn này nhưng trong đồ rút đó nè rửa đồ chỉ video nhưng vô video nhưng mà chừng nuột vía cái lại nâng tiệt tới khi nếu những stream hạt cho thiết bị những cù hỏi nên cù thưa bậc tòng tiệt cho đại đại đấy bằng đại khi đã biết số thịt vía muối hay những từ một tiết đã vía mà rồi mình này khi rồi những cù sai mà mùi điện máu được pen thù chất vi tranh sẵn lại mai nó hay do pen thú cù vía tranh vì nâng máu này cù vía mau lại những mùi điện hay những stream hạt tiệt máu và lìa vía này chia sẻ những thời trẻ hay những riêng hai là stream hạt nâng này và lìa vía tranh máu đã vía số thịt vía muối hay những từ một tích nhưng đã vía mà rồi mình nó này bành tranh nó hay chắc những ai copy so nhưng mình các bạn chứ không mình đi là so với riêng vay theo mà đo thì là so nhưng chứ không mình đi mất hay những ô view đã lại nè này cho so vi mới nè so những ai tiền nhiều hay những ai đồ phone vi bạn đồ mẫu đồ bạn đấy những xe so không mấy mất sống ó côn này dần tới bây giờ anh đâu qua vì đâu ấy dần tới nhưng che đâu qua vì anh đã qua xe và chẳng những phần năng tế lấy hay mong ôn trời tại không prăng liên to tiệt đó và vừa dương của bà Rosa đến thì môi Việt lái hay ấp nhiên mê riêng đài dương chơi bạn chân tế bạn nhưng ta riêng cho môi lực rồi chơi bạn ok rồi hay bong ôn này mình thọ riêng shop bong ôn ai mà ai tech media play pi chất muối rồi có bong ôn tê tụ sập rồi có mơ panty đây là ủ đạn được hàng lừa ở dưới hay rồi có bong ôn này riêng hái trong ai bong ôn mà riêng chọc cho mua má bạn nhưng miền vẹt tham ấy chặt ra to từ tiền những này cho bong ôn này trong riêng motion graphic sport này chỉ cam 3D xanh xí như nó cứ ai tẹt to màu là bao nhiêu hay dương châu riêng tàng đòn đó cho nên dân tiên về vậy ok chứ con miền miền ấy miền phần năng chụp miền nơi ngày cào biết mà ok chụp đẹp lia bong ôn ở cái này